Okay man បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកស្គាល់កន្លែងដើរលេងមួយកន្លែងបាទកន្លែងកំសាន្តមួយកន្លែងដែលសម្បូរទៅដោយទេសចរជាច្រើនចូលចិត្តមកលេងកំសាន្តនៅទីនេះបាទមិនថាជនជាតិបរទេសដែលមកពីប្រទេសនានាលើពិភពលោកឬក៏អ្នកនៅស្រុកអាមេរិកនេះទេបាទអញ្ចឹងកន្លែងនេះគឺសម្បូរទៅដោយអ្នកមានគេហៅតំបន់អភិជនណាបងប្អូនបាទចឹងទេសូមបងប្អូនតាមដានទស្សនានៅទេសភាពនិងទស្សនវិជ្ជាទូទៅទាំងអស់គ្នាបាទនៅ Beverly Hills នេះបាទតំបន់នេះផងដែរគឺមានឈ្មោះថា Beverly Hills បាទគឺជាទីក្រុងទំនើបនិងទីក្រុងទេសចរបាទសម្រាប់ជនបរទេសទាំងឡាយដែលលេងសហរដ្ឋអាមេរិកបាទគឺមានទស្សនវិជ្ជាស្រស់ត្រកាលតែម្ដងបាទអញ្ចឹងទេសូមអញ្ជើញទស្សនានៅទស្សនវិជ្ជាជារួមទូទៅនៃទីក្រុង Beverly Hills ជាមួយខ្ញុំទាំងអស់គ្នាបាទសាហាងបាទសម្រាប់ដងវិថីនេះផងដែរគឺនៅសងខាងទាំងអស់បាទសិតតែឈ្មោះ brand ល្បីៗនៅលើពិភពលោកបាទគឺមានដាក់តាំងផលិតផលលក់នៅតាមដងផ្លូវនេះទាំងអស់បាទគឺសិតតែ original ហើយស៊ីនហើយបាទគឺថ្លៃណាស់នេះ care ស្គាល់អត់ហ្នឹង brand បាទសម្រាប់តំបន់ទេសចរនេះផងដែរគឺសម្រាប់លំដាប់សេដ្ឋីបាទដែលមានលុយច្រើនអីចង់បានរបស់ brand គឺអាចមករកនៅទីនេះបានបាទគឺមានគ្រប់ brand ទាំងអស់បាទនៅទាំងអស់ហាង3នេះ talks នឹងក៏មានពូ Balenciaga មួយផ្លេត2ដែលបើកមួយលក់អត់តន់លក់មួយអត់តន់វាមានខាងស្រីខាងប្រុសហ្នឹងអាហ្នឹងគេលក់អីគេកបោកបោកជើងមួកកអាវនេះក៏ជើងដែរចូលមកគេចូលថតមួយ Lamborghini អត់ទេមកខ្លះនេះ Givenchy ចេះបេះតោពីនេះយើងឈប់ដល់ណាទៀតអត់ទេនៅគេនេះ Valentino អត់ម៉ៃទេមែនPatek Philippe អូនេះមើលនេះឡើងគេចុះដើរយប់ឡើងស្អាត Harry Winston អូខេឡើងចុះទៅដើរលេងថតនោះនៅ Louis Vuitton តែស្អាតហើយនេះថត LV Louis Vuitton ប៉ុណ្ណានេះបងមើល brand គេនេះស្តាកន្លែងថ្លៃហើយគឺជួលហាងហ្នឹងគឺសិតស៊ីនហ្នឹងអត់មានអាយអីគេហៅឃ្លាំងអីគេសុំស្អាតណាស់អូយចិត្តហើយធ្វើមិនតែធ្វើ30 house ឆ្នាំហ្នឹងឡើងដើរលេងបាទសម្រាប់ការដើរលេងនេះផងដែរគឺគ្រាន់តែដើរមើលគេមើលឯងនេះបាទតើហើយស្គាល់ស្រុកទេសគេហើយវីដេអូនេះគឺតាំងពីមកដល់ដំបូងបាទតែមិនតបានកាត់ទឹកមានពេលកាត់ចឹងនេះសូមអញ្ជើញទស្សនានៅខ្សែវីដេអូខ្លីនេះបន្តទៀតបាទជាមួយខ្ញុំថតទៅថតមកហើយ
โบเตชอสมอลกันทั้งหมดចាំអង្គុយថ្ងៃនេះដើរកំសាន្តនៅវ៉ាវលីភីលតំបន់នេះគឺតំបន់សេដ្ឋីយើងក៏ដើរមើលCamera 17 and then 16 minutes. ចាំមកវាទៅលេងទៅ បាទសម្រាប់ខ្សែវីដេអូខ្លីនេះគឺមានតែប៉ុណ្្នឹងឯងបាទចែកជូនបងប្អូនទស្សនាបាទអញ្ចឹងទេសូមអរគុណសម្រាប់ការទស្សនាហើយសូមបងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយចុច Subscribe ឲ្យ Channel YouTube ខ្ញុំមួយផងដើម្បីទទួលបាននូវខ្សែវីដេអូថ្មីៗបន្ថែមទៀតបាទបើមានពេលដើរទៅនេះទៅនោះខ្ញុំនឹងថតទេសភាពថតទស្សនភាពចែកជូនបងប្អូនមើលលេងកម្សាន្តបាទសូមអរគុណសូមជម្រាបលាបាទសូមជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើននៅក្នុងជីវិតរស់នៅបាទសូមអរគុណ